ជំរាបសួរសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍ត្រឡប់មកវិញអេពីសូតទី3សាមហ្វាំងឈីសៀងយកមកដល់កន្លែងនេះដូចឆ្លងភពទៅសម័យបុរាណវិញអញ្ចឹងឥឡូវយើងបានមកដល់ហាងដែលពិសេសតែម្ដងអ្នកទាំងអស់គ្នាបានឃើញម្ហូបជាច្រើននៅលើតុនេះអត់តិចទៀតខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាពីលក្ខណៈពិសេសនៃម្ហូបទាំងអស់នេះឥឡូវយើងឡើងមកដល់ជាន់ខាងលើឃើញផ្កាម្លិះហើយនិង fast food ទាំងអស់នេះចឹងលក្ខណៈពិសេសនៃម្ហូបទាំងអស់នេះគឺម្ហូបទាំងអស់នេះសុទ្ធតែធ្វើចេញពីដុំថ្មធម្មជាតិទាំងអស់មួយតុមហាសានធំមួយនេះគឺពោពេញទៅដោយម្ហូបឆ្ងាញ់ជាច្រើនសុទ្ធតែធ្វើចេញពីដុំថ្មមកទាំងអស់ហើយថែមទាំងមើលមកគឺដូចអាហារពិតដែលយើងញ៉ាំចឹងហ្មងណាអ្នកទាំងអស់គ្នាបន្ទាប់មកទៀតយើងទៅកន្លែងផ្សេងទៀតតើពួកយើងនឹងទៅកន្លែងណាចាំតិចទៀតគឺដឹងហើយគឺថាមកមើលពួកគាត់សម្ដែងមើលពួកគាត់សម្ដែងរួចហើយក៏មើលការសម្ដែងតទៀតនេះគឺជាដំណើរការនៃការធ្វើតែផ្កាម្លិះហើយឃើញកូននិយមគឺនឹកប្អូនខ្ញុំហ្មងណាអ្នកទាំងអស់គ្នាយើងដើរចូលទៅក្នុងរូងមួយនេះចេញមកគឺឃើញគំនូរដែលគួរឲ្យស្រឡាញ់ទាំងអស់នេះហ្មងតាក់ទងជាមួយនឹងការរស់នៅប្រចាំថ្ងៃរបស់មនុស្សពីដើមហើយមានចម្លាក់មួយនេះទៀតអ្នកទាំងអស់គ្នាមនុស្សទូចហើយនឹងទូកទូចហ្នឹងគឺគេចាក់ប្រចាំង LED ប្រចាំងមកផ្ទាំងចម្លាក់មួយហ្នឹងហ្មងអ្នកទាំងអស់គ្នាតែមើលមកគឺគួរឲ្យស្រឡាញ់មែនតើហើយនេះគឺជាភាសាតាមតំបន់របស់ជនជាតិហ្វូជូពេលដែលទស្សនានៅសាមហ្វាំងឈីសៀងបញ្ចប់ហើយអ្នកគ្នាអាចទីដឹងថាតើពួកយើងនៅទៅណាទៀតអត់ពួកយើងទៅយេយ៉ូមីនជាងជីកទូកមើលទេសភាពពេលរាត្រីថ្ងៃដែលពួកយើងទៅហ្នឹងគឺក្នុងក្រុមមានអ្នកឆ្លងថ្ងៃខួបកំណើតទៀតអញ្ចឹងពួកយើងឆ្លងថ្ងៃខួបកំណើតមួយគាត់ទាំងអស់គ្នាបន្ទាប់មកទៀតគឺមើលការសម្ដែងចឹងថ្ងៃនេះបានបញ្ចប់ទៀតហើយអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាអធ្យាស្រ័យរាល់កំហុសខុសឆ្គងហើយពួកយើងនឹងជួបគ្នានៅអេពីសូតទី4ណាបាយបាយរាត្រីសួស្តីសុបិនល្អ